អូយបានលឺមកថាក្រុមគ្រូពេទ្យនោះបានមកដល់ហើយអ្នកនាងគិតតែមើលបន្តិចទេអីខ្ញុំចង់ឃើញដល់ហើយការងារអីទេអាខ្ញុំតែមើលនោះកុំតែខៃទេបើគេមករកខៃនោះលឺថាពេទ្យសង្ហាសម្បើមណាស់នេះសង្ស័យតែក្អយបានជួបគូព្រេងទេដឹងមានអារម្មណ៍ថាចិត្តដល់គូយ៉ាងម៉េចទេអូយគ្រាន់តែនឹកឃើញនេះអារម្មណ៍រំជើបរំជួលដល់ហើយចូលក្រែងថាមិនយកប្តីចង់នៅជាមួយខ្ញុំរហូតនោះអីបងនេះទុកចិត្តមិនបានសោះខាញ់ប្រស្អាតបិទបានហើយចុះបើគូព្រេងមកដល់ហើយនោះទូប្រាំងបកាយយ៉ាងណាក៏បកាយមិនបានដែរអ្នកនាងហើយចុះអ្នកនាងវិញនោះមិនចាប់អារម្មណ៍នឹងប្រុសស្អាតសង្ហាទេអីចុះអូយអូភ្លេចទៅថាអ្នកនាងនេះគឺមានមនុស្សក្នុងចិត្តហើយអញ្ចឹងហើយបានជាមិនចាប់អារម្មណ៍នឹងអ្នកណានោះមនុស្សក្នុងចិត្តអីទេខ្ញុំគ្មាននរណាទេមកចេះខ្មាស់ខ្ញុំទៅកើតមនុស្សគ្រប់គ្នាអ្នកណាគេក៏ដឹងដែរថាលោកខេមរាកូនលោកមេប៉ោះគេមានចិត្តលើអ្នកនាងបើមិនអញ្ចឹងទេគេមិនមែនមករកអ្នកនាងដល់ចំការរាល់ថ្ងៃអញ្ចឹងនោះទេកាន់តែបដិបដាឲ្យបងនេះខ្ញុំនឹងគេមិនបានគិតអីលើគ្នាទេខ្ញុំរាប់អានគ្នាធម្មតាទេអូហូមាត់រឹងសម្បើមណាស់មាត់រឹងបន្តទៀតទៅអ្នកនាងបងមើលទៅលោកខេមរានោះគេមិនបានគិតអីដូចជាអូននោះទេគេគិតក្នុងនាមជាស្នេហាច្បាស់ណាស់គេគិតអីលើខ្ញុំមិនដឹងទេតែខ្ញុំមិនបានគិតអីលើគេខ្ញុំនឹងច្បាស់ក្នុងចិត្តខ្ញុំគ្មានអារម្មណ៍ស្នេហាជាមួយគេទេបានហើយឈប់និយាយព្រឹងនេះទេអេអ្នកនាងហើយចុះអ្នកណានឹងដើរតុកម្នាក់ឯងមកទីនេះហើយមិនដឹងថាលោកមេភូមិនិងលោកគ្រូឆៃទៅដល់ណាហើយទេតែយកទូរស័ព្ទតែមកផ្លែសោះមកវិញខ្ញុំតាមមិនទាន់មកដូចជាប្រហែលបងអូនោះសួរបងនាងសិនសួរស្ដីណានាងអេនេះនាងជាអូហូយគឺលោកដាវីនកូនប្រុសរបស់មិត្តរបស់លោកស្រីតាអ្នកនាងចាំបានទេអីនេះជានាងដារិកាកូនស្រីមិត្តភក្តិរបស់ម៉ាក់ខ្ញុំតាហើយនេះចៃដន្យណាស់នាំគ្នាមកទីនេះធ្វើតែអាវពេលនេះជិបតែខ្ញុំតំបន់ខ្ញុំរស់នៅយូរហើយមិនក៏មកសួរបែបនេះខ្ញុំទេដែលគួរសួរលោកមកទីនេះទៀតធ្វើតែថាម៉េចនេះជាភូមិរបស់នាងមែនទេអូខ្ញុំមិនដឹងសោះព្រោះកន្លែងដែលខ្ញុំនៅប៉ែកខាងនោះបានជួបអ្នកស្គាល់បែបនេះគឺពិតជាល្អណាស់នីងកុំប្រាប់ណាថាលោកគឺជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះឯសោះហ្នឹងបាទពិតមែនហើយខ្ញុំមកពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពជូនចាស់នៅទីនេះខ្ញុំដឹងថាទីនេះជាភូមិរបស់នាងសោះក្រែងធ្លាប់មកម្ដងហើយទេមិនស្គាល់ទេខ្ញុំធ្លាប់មកម្ដងមែនតែខ្ញុំមិនបានចាប់អារម្មណ៍ណាមួយខ្ញុំចូលតាមផ្លូវផ្សេងទីនេះធំណាស់ខ្ញុំមិនចាំអស់ទៅហើយចលោកម្ដងអីម្នាក់នៅទីនេះហើយចៃណាក្រុមកាងឯឡងតែកងវេតបាត់ទេប្រភពនេះធំនេះតែមិនស្រួលមកវិញហើយមែនហើយខ្ញុំមកជាមួយលោកមេភូមិគាត់បាននាំខ្ញុំឲ្យស្គាល់អ្នកក្នុងភូមិនេះខ្លះតែខ្ញុំនេះផ្លេចទូរស័ព្ទខ្ញុំបោះទៅយកទូរស័ព្ទនៅស្តង់របស់ខ្ញុំតែមួយផ្លែតមកវិញតាមគាត់មិនទាន់មិនដឹងថាគាត់ទៅដល់ទីណាហើយនោះទេអញ្ចឹងចាំខ្ញុំនាំលោកគ្រូពេទ្យឲ្យស្គាល់អ្នកនៅក្នុងភូមិនេះក៏បានដែរហ្នឹងនៅក្នុងភូមិនេះខ្ញុំស្គាល់គ្មានចន្លោះទេអ្នកណាក៏ខ្ញុំស្គាល់ដែរមកចាំខ្ញុំនាំទៅបងអើយកាងារបងដែរអត់គេដោះស្រាយខ្លួនគេទេកាងារបងនៅផ្ទះច្រើនណាស់ទៅធ្វើទេតិចមកបន្តទៀតណាអ្នកនាងខ្ញុំគ្រាន់តែមានទឹកចិត្តជួយមនុស្សដែរវិញនេះបើលោកគ្រូពេទ្យគាត់ដើរវិញចូលទៅក្នុងព្រៃជួបខ្លាជួបដំរីនឹងគិតយ៉ាងម៉េចទៅអ្នកនាងថាម៉េចនេះក្នុងភូមិនេះមានខ្លាមានដំរីដែរស្លាប់ហើយអ្នកក្នុងភូមិមិនគ្រោះថ្នាក់ហើយទេខ្ញុំនិយាយលេងទេលោកគ្រូពេទ្យអូយមានខ្លាមានដំរីមកពីណាសម័យនេះបើមានណាក៏គេចាប់ដាក់នៅក្នុងទ្រុងដែរបានហើយបងអើយទៅទេហើយចុះលោកគ្រូពេទ្យវិញនោះប្រងទុកឲ្យនៅម្នាក់ឯងចឹងមែនទេបើគេមិនពឹងឲ្យជួយផងយើងជួយរកអីទេបានហើយទៅទេអញ្ចឹងចាស់បើបានទៅជួបគ្នាហើយខ្ញុំចង់ទៅជម្រាបសួរលើពុនអាមីងបន្តិចមិននឹកស្មានថាចៃដន្យបានជួបគ្នានៅទីនេះសោះតាលោកគ្រូពេទ្យឆាប់តាមទៅ
នេះនាំអ្នកណាមកផ្ទះណាកូនអូនេះជាក្មួយដាវីតកូនថាប៊ីនតាកូននេះតែជួបគ្នាយ៉ាងម៉េចបាន អោះបាទជំរាបសួរណាមីងគឺខ្ញុំមកធ្វើជាពេទ្យស្ម័គ្រចិត្តនៅតំបន់នេះមិននឹកស្មានថាជាភូមិរបស់ណាមីងរស់នៅសោះ អូចៃដន្យណាស់នេះបើដឹងថាក្មួយមកដែរមីងតែទទួលហើយកូនក្មួយឯងនោះ បាទអរគុណណាស់ព្រោះខ្ញុំខ្លួនឯងផ្ទាល់ក៏មិនដឹងថាគោលដៅរបស់ក្រុមការងារនៅទីនេះដែរ ហើយចុះកន្លែងស្នាក់នៅអីបានសំរុំហើយមែនទេក្មួយបើថាមិនយល់ទាស់ទេមកសម្រាប់តាមមីងក៏បានដែរណាម៉ាក់និយាយអីហ្នឹងតែយើងមិនមែនជាតែយ៉ាងមនុស្សផ្លេចមកមិនទេណាម៉ាក់ អោះមិនអីទេណាមីងលោកមេភូមិគាត់បានរៀបចំទទួលកន្លែងស្នាក់នៅឲ្យពួកខ្ញុំរួចរាល់ហើយណាមួយក៏មិនចង់រំខានដល់ណាមីងដែរអ្នកណាគេនឹងអូនអោះក្មួយដាវីតតានេះមកទីនេះបានយ៉ាងម៉េចនឹងក្មួយមិនក៏មិនប្រាប់ពួយដឹងផងចឹង គឺក្មួយដាវីតជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តណាបងគេមកនៅទីនេះពិតជាចៃដន្យមែនទេណាបានជួបគ្នាទៀត អអញ្ចឹងទេអោះនេះនាំគ្នាឈរនិយាយគ្នាតកាមិនគិតឲ្យក្មួយអង្គុយទេឯងអោះនឹងក្អយទៅរកអីទៅចិត្តឲ្យក្មួយដាវីតតែតោះក្មួយអង្គុយចុះសិនមក ហើយការប្រយុទ្ធមិញនេះបងតដេកនៅឯណាទៅអូនខកច្រើនដងហើយមិនក៏មិនលឺដឹងអន់ថាអូនបារម្ភយ៉ាងណានោះ អោះទូរស័ព្ទបងអត់ថ្មបងធ្វើការដាច់យប់បងហត់ក៏សម្រាប់នៅកន្លែងធ្វើការតែ ហត់ដល់ថ្នាក់មកផ្ទះវិញមិនរួចអញ្ចឹងមែនទេការងារលីសែងអីទៅបានជាហត់ដល់ថ្នាក់នឹងនោះ ណែអូនការងារជាអ្នកដឹកនាំមិនមែនស្រួលទេណាត្រូវជួបគ្រប់ស្ថានភាពតារាខ្លះសំដីមិនសមតាមអ្វីដែលក្រុមការងារចង់បានត្រូវធ្វើម្ដងហើយម្ដងទៀតដឹងទេថាបងធ្វើចិត្តយ៉ាងណានោះអូនមករករឿងបងរកអី អូនមិនទុកចិនឬមួយក៏ទៅជាប់ស្នេហ៍ជាមួយនាងតារានោះមែនទេបានជាធ្វើការដាច់យប់មិនមកផ្ទះនោះកុំឲ្យខ្ញុំដឹងឲ្យសោះហ្នឹងបើសិនជាចាប់បានវិញនោះ ណែអូនបងធ្វើការបងហត់បងសម្រាបងមិនបានធ្វើអីផ្ដេសផ្ដាស់ដូចជាអូនគិតនោះទេមិនក៏នៅនិយាយដល់ដែរបែបនេះ កុំមកសម្ដីធំដាក់ខ្ញុំណាបងក៏ដឹងថាបងបានតំណែងដូចរាល់ថ្ងៃនេះក៏ព្រោះតែអ្នកណាទិញបើមិនមែនព្រោះតែអូនស្មានតែបងមានតំណែងដូចរាល់ថ្ងៃនេះអញ្ចឹងមែនទេតំណែងក្នុងផលិតកម្មបងគួរតែយល់ហើយថាបានមកនេះក៏ព្រោះតែអ្នកណា ហើយចុះអូនណាឲ្យបងធ្វើមិនបងប្រាប់ហេតុផលអូនហើយតើអូននៅតែរករឿងបងទៀតប្តីធ្វើការហត់ហើយមកដល់ផ្ទះត្រូវមកប្រពន្ធទៀតហើយតើពួកឯងទាំងពីរនេះឆ្លោះគ្នាអីទៀតហើយទាំងព្រឹកបែបនេះនោះមិនចេះខ្មាស់អ្នកបម្រើក្នុងផ្ទះទេឯង លោកប៉ាមើលកូនប្រសាររបស់លោកប៉ាចឹងធ្វើការឯណាដាច់យប់មិនមកផ្ទះនោះព្រឹកឡើងទៅឃើញចូលផ្ទះមិនឲ្យខ្ញុំរករឿងយ៉ាងម៉េច ហើយចុះប្តីកូនណាគេប្រាប់ហេតុផលហើយតើថាគេជប់ការងារថត់នោះអីមកពីកូនខ្លួនឯងទេដែលមិនទុកចិត្តប្តីរបស់ខ្លួនឯងនោះបានហើយគិតច្រើនស្មុគស្មាញក៏ច្រើនពីបាក់ចិត្តក៏ច្រើនហើយដល់ណាដែលពីបាក់ចិត្តនោះគឺមានតែខ្លួនឯងនឹងហើយបានហើយកូនពិសិដ្ឋបើធ្វើការហត់ណាក៏ទៅសម្រាប់តែ លោកប៉ាកាត់ជើងកូនប្រសាជាងកូនបង្កាត់អញ្ចឹងមែនទេប៉ាគូតែជេរថាបដៅឲ្យគេខ្លះការងារឯណាទៅដាច់យំមិនដេកផ្ទះនោះទាំងដែលសំទូថននៅក្នុងទីក្រុងនេះទេ កូននេះធ្វើដូចជារឿងធំតកាតជាអ្នកដឹកនាំរឿងមិនមែនស្រួលទេណាថប់ដាច់យប់សំទូក៏ច្រើនត្រូវមានទូក៏ច្រើនតម្រុបតែចប់នេះបើចេញផតតាមខេត្តវិញណាត្រូវដីតាមខេត្តរកអាទិត្យឯណោះមិនមែនបាត់ផ្លេចតែមួយយប់សោះឆ្លេឆ្លាតដូចជាមុនរពងនោះទេនេះកូនធំហើយណាឲ្យរៀនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លះផងទៅ បើអញ្ចឹងពិតជាល្អណាស់កូនម៉ាក់មិនសូវបារម្ភទេនេះគឺពិតជាចៃដន្យហ្នឹងដែលកូនទៅចំភូមិរបស់វិល័យហើយបានទៅជម្រាបសួរពួកគាត់ហើយនៅកូន ខ្ញុំទៅតែមកពីផ្ទះកូនម៉ែងទេណាម៉ាគឺខ្ញុំបានជប់កូនរបស់គាត់ដែរចៃដានខ្ញុំមិនដឹងថាភូមិនេះជាភូមិរបស់គាត់ដែររនៅនោះទេ មិនអីទេអញ្ចឹងទីនោះក៏មិនមែនជាព្រៃប្រមាណដែរអញ្ចឹងម៉ាក់រវល់បន្តិចហ្នឹងចាំម៉ាក់ទំនេញម៉ាក់ខទៅវិញ បាទម៉ាជម្រាបលា